បាទសួស្តីបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយណាគឺខ្ញុំផុសថាមានជំងឺថ្មីនៅក្នុងប្រទេសកូរ៉េបងប្អូនខ្លះប្រហែលជាគិតថាខ្ញុំនិយាយលេងបាទតាមពិតខ្ញុំអត់និយាយលេងទេគឺវាជារឿងពិតណាបងប្អូនហើយដំបូងគឺបញ្ហាអស់ហ្នឹងខ្ញុំស្ដាប់ទៅខ្ញុំគិតថាវាជារឿងកំ pl ែងដែរហើយខ្ញុំក៏អត់ជឿដែរបើខ្ញុំនិយាយទៅក៏បងប្អូនអត់ជឿដូចគ្នាបាទអញ្ចឹងដល់មានពេលដែលគាត់មានអ្នកដែលប្រឹក្សាបែបហ្នឹងច្រើនហើយក៏ ឃើញថាគាត់បញ្ចេញអាការៈអញ្ចឹងមែនបាទអញ្ចឹងហើយតើនោះវាជាជំងឺអីច្បាស់ជាបងប្អូនឆ្ងល់ហើយអ្នកខ្លះឃើញខមមិនហោហែអញ្ចេះអញ្ចោះថាអានេះអញ្ចេះអានោះអញ្ចោះបានអញ្ចឹងឥឡូវគឺខ្ញុំនិយាយតែម្ដងណាបាទគឺជំងឺថ្មីដែលបងប្អូនដាក់ជាចម្ងល់ហើយខ្ញុំបានបង្ហោះឲ្យបងប្អូនឆ្ងល់នោះគឺជាជំងឺមួយដែលហៅថាជំងឺ AI គ្រប់គ្រងបាទអញ្ចឹងមិនបានគាត់ថាជំងឺ AI គ្រប់គ្រងវាមានអាការៈមិនហើយពួកគាត់ហ្នឹងគឺមិនបាទពេលដែលគាត់គេងគឺតែងតែមានន័យថាសំឡេង AI មកខ្សឹបនៅត្រចៀករបស់គាត់អញ្ចឹងណាគឺគាត់មានអារម្មណ៍អញ្ចឹងបាទគឺមានអារម្មណ៍បែបហ្នឹងថាមានដូចជា AI មកខ្សឹបដាក់ត្រចៀកគាត់ហើយមកគ្រប់គ្រងគាត់អញ្ចឹងធ្វើឲ្យគាត់មួយគិតបែកឆ្វេងណាហើយគាត់ទៅធ្វើសកម្មភាពប្លែកៗហើយគាត់គិតថា AI ហ្នឹងបញ្ជាគាត់ឬក៏គ្រប់គ្រងគាត់អញ្ចឹងណាបាទនេះបែរជាជំងឺផ្លូវអារម្មណ៍មួយបាទហើយអ្នកខ្លះគាត់អត់ចេះនឹងប្រើ AI ផងហ្នឹងអត់ដឹងថា AI ហ្នឹងស្អីគេផងហ្នឹងហើយមិនក៏គាត់ហ៊ាននិយាយថា AI ជំងឺ AI គ្រប់គ្រងគាត់បាទហើយក៏មានបងប្អូនយើងគាត់មានបញ្ហាហ្នឹងគឺគាត់ទៅពេទ្យកូរ៉េដែរគាត់លេបថ្នាំដែរប៉ុន្តែប្រហែលជានិយាយមិនត្រូវគ្នាឬមួយក៏មិនទេណាគឺគាត់បានទៅស្រុកខ្មែរទៅរកគ្រូខ្មោចផងទៅរកគ្រូដោះអំពើផងទៅរកអីផ្សេងហ្នឹងដែលគាត់គិតថាប្រហែលជាមកពីបញ្ហាអស់ហ្នឹងបាទអញ្ចឹងមិនមែនលេងសើចណាបងប្អូនបើសិនជាមួយករណីពីរករណីយើងអត់និយាយទេតែឥឡូវហ្នឹងវាច្រើនករណីដែរដំបូងខ្ញុំស្ដាប់ទៅខ្ញុំគិតថាដូចកំ pl ែងតែអញ្ចឹងណាពេលខ្លះគេនិយាយពាក្យផ្សារមកខ្ញុំចេះតែអស់សំណើចខ្ញុំចេះនិយាយលេងណាប៉ុន្តែបើមើលជាក់ស្ដែងទៅវាដូចជាមិនលេងសើចទេណាវាកាត់ឡើងប្រហែលពីកាត់ឡើងពីជំងឺផ្លូវអារម្មណ៍ដែលគាត់គិតថាឥឡូវចូលសម័យ AI ហើយអ្នកដែលមានជំងឺបែបហ្នឹងប្រហែលជាយប់ឡើងគាត់អត់ដេកទេគាត់ដេកឲ្យលក់គាត់អូសមើល TikTok អីឃើញអាសំឡេង AI ផ្សេងហ្នឹងទៅពេលគាត់ដេកទៅអាសំឡេងហ្នឹងវានៅដកនៅត្រចៀកអញ្ចឹងអ្នកទាំងអស់គ្នាឃើញដូចជារឿងដូចអីផ្សេងនៅក្នុង TikTok ហ្នឹងអ្នកទាំងអស់គ្នាឃើញណាអាសំឡេងអស់ហ្នឹងហើយអ្នកដែលគាត់មើលអាហ្នឹងច្រើនគឺអាចអញ្ចឹងដែរហើយមកករណីទៀតគឺគាត់លេងជាមួយ AI ច្រើនណាអ្នកទាំងអស់គ្នា AI ក៏វាអាចមានបញ្ហាដែរខ្ញុំពិនិត្យឃើញមានករណីមួយចំនួនណាដែលអ្នកលេងមួយចំនួនណាទៅធ្វើអត្តឃាតដោយសារបញ្ហានឹងដែរបាទអញ្ចឹងមានរឿងច្រើនទៀតប៉ុន្តែឥឡូវគឺខ្ញុំអត់និយាយច្រើនយ៉ាងហ្នឹងទេណាគាត់ណាប្រាប់ថាបងប្អូនប្រយ័ត្នបើសិនជាបងប្អូនមានបញ្ហាបងប្អូនខ្មែរនៅប្រទេសកូរ៉េមានបញ្ហាផ្នែកហ្នឹងទី1គឺយើងទៅមន្ទីរពេទ្យដែលតាក់ទងនឹងជំងឺផ្នែកផ្លូវអារម្មណ៍បាទទៅឆុងស៊ីនកាណាទៅកន្លែងឆុងស៊ីនជន់មុនប្រាំងវ៉ាន់ណាតើកន្លែងដែលជំនាញឯកទេសផ្នែកជំងឺផ្លូវអារម្មណ៍អញ្ចឹងម្សិលមិញគឺខ្ញុំបានបង្ហោះហើយណានៅលេខទូរស័ព្ទមួយរបស់មជ្ឈមណ្ឌលដែលគេប្រឹក្សានៅលើផ្នែកផ្លូវអារម្មណ៍គឺ Shimni Sangtam គឺបងប្អូនអាចតាក់ទងនៅលេខខាងក្រោមនេះទៀតខ្ញុំនឹងតម្លាក់លេខខាងក្រោមហ្នឹងគឺលេខរបស់មណ្ឌលអ្នកទាំងអស់គ្នាខចូលទៅប្រាប់ថាខ្ញុំចង់ជួបអ្នកគ្រូខ្មែរ Cambodia សនសិងនិមជុំបកកជូសេអូនិយាយតែប៉ុណ្្នឹងទៅគេភ្ជាប់ទៅលេខអ្នកគ្រូខ្មែរហើយអញ្ចឹងពេលដែលបងប្អូនប្រឹក្សាទៅគឺគេអ៊ីលថេលគឺមួយទល់មួយណាគឺគេប្រឹក្សាបើក្នុងករណីណាបងប្អូនអត់ស្ដាប់គេអត់បានទេគេនឹងមានជំនួយការបកប្រែហើយរឿងហ្នឹងគេនឹងរក្សាសម្ងាត់ជូនបងប្អូនណាចង់បងប្អូនកុំមានការបារម្ភបែកធ្លាយហើយដូចខ្ញុំយកបញ្ហាដែលមកបកស្រាយយកមកបង្ហោះឲ្យបងប្អូនមើលគឺខ្ញុំអត់ដែរបញ្ចេញអត្តសញ្ញាណបុគ្គលទេណាខ្ញុំលើកតែបញ្ហាមកនិយាយនៅក្នុងសង្គមឲ្យបងប្អូនដឹងទេណាបងប្អូនកុំមានអារម្មណ៍ថាពេលបងប្អូនមកប្រឹក្សាជាមួយខ្ញុំគឺខ្ញុំនឹងយករឿងហ្នឹងទៅនិយាយបាទខ្ញុំលើកតែបញ្ហាណាដែលវាប៉ះពាល់ដល់សង្គមវាអាចងាយរងគ្រោះដល់អ្នកដទៃទេទើបខ្ញុំយកមកនិយាយបាទរឿងអត្តសញ្ញាណបុគ្គលឈ្មោះអីនៅកន្លែងណាអីស្អីហ្នឹងគឺបងប្អូនកុំបារម្ភបាទអាហ្នឹងគឺយើងអត់បញ្ចេញទេវាជាសិទ្ធិបុគ្គលណាច្បាប់រក្សាសិទ្ធិបុគ្គលបាទអញ្ចឹងកុំមានការបារម្ភចឹងយើងប្រឹក្សាតាមហ្នឹងណាបាទសង្ឃឹមថាវីដេអូខ្លីៗនេះវាជាសារដាស់តឿនមួយដល់បងប្អូនផ្សេង
បើសិនជាមានករណីនឹងតិចតិចឯងបងប្អូនសូមទៅរកមន្ទីរពេទ្យជំនាញណាឬមួយក៏ប្រឹក្សាតាមលេខទូរស័ព្ទដែលខ្ញុំបានដាក់នេះបាទសូមអរគុណវីដេអូខ្លីៗគឺខ្ញុំធ្វើតែប៉ុណ្ណេះហើយនៅមានវីដេអូជាច្រើនទៀតដែលតាក់ទងមានសារៈប្រយោជន៍សម្រាប់ការរស់នៅរបស់បងប្អូននៅប្រទេសកូរ៉េខ្ញុំត្រៀមថត10វីដេអូទៀតដែលវាមានប្រយោជន៍ដល់បងប្អូនរស់នៅនេះចង់បងប្អូនកុំភ្លេចតាមដានណារវល់មិនក៏ដោយខ្ញុំឆ្លៀតធ្វើមកវីដេអូ2វីដេអូដើម្បីបង្ហោះរាល់ថ្ងៃឲ្យបងប្អូនមានចំណេះដឹងការរស់នៅប្រចាំថ្ងៃបាទសូមអរគុណសូមជម្រាបលាបាទ